អូខេខ្ញុំរៀបសួរនឹងសួស្តីអ្នកគ្នាបាទវល់ត្រឡប់ខ្ញុំម្ដងទៀតហើយបាទសៀង MC ថ្ងៃនេះខ្ញុំបញ្ចេញវីដេអូឲ្យអ្នកគ្នាមួយកុំឲ្យបាត់មុខខ្ញុំយូរពេកក្នុង Channel សៀង MC បាទខ្ញុំបញ្ចេញវីដេអូមួយនេះគឺខ្ញុំមកចង់ប្រាប់អ្នកទាំងអស់គ្នាខ្ញុំនឹង start ជីវិតថ្មីនៅក្នុង server Flame MC គ្នាយើងអញ្ចឹងមនុស្សខ្ញុំដែលធ្លាប់មាន item គ្រប់គ្រាន់នៅក្នុង server Flame MC តើពេលដែលខ្ញុំ start ជីវិតថ្មីខ្ញុំជួបបញ្ហាអ្វីខ្លះវាបាក់រក item អ្វីខ្លះគ្នាយើងអញ្ចឹងចំនួនដែល start ជីវិតstart ជីវិតថ្មីនៅក្នុង server Pharmacy នេះមាន4នាក់នឹងខ្ញុំដែរគ្នាយើងអញ្ចឹងតើ4នាក់ហ្នឹងមានអ្នកគេខ្លះដែរអ្នកនេះត្រូវគាត់តែចង់ដឹងមែនអត់គឺខ្ញុំមានដូចជាតោសោរ៉ូកាហើយនិងអូណូរីបាទចំនួន4នាក់ខ្ញុំនេះនឹង start ជីវិតថ្មីនៅក្នុង server Pharmacy តែម្ដងគ្នាយើងគឺខ្ញុំយកចេញមកគឺខ្ញុំ item របស់ខ្ញុំទាំងប្រហែលដែលខ្ញុំធ្លាប់លេងពីមុនហ្នឹងគឺខ្ញុំបោះចោលទាំងអស់ខ្ញុំអត់យកអីមកទេអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំនឹងមានកម្រងមួយទៀតបន្ទាប់ពីសារជីវិតថ្មីហ្នឹងគឺខ្ញុំនឹងបង្កើតភូមិសន្តិភាពមួយហើយមួយទៀតក៏ខ្ញុំនឹងមានកម្រងមួយទៀតមានកម្រងគឺនៅពេលដែលខ្ញុំធ្វើវីដេអូ start ជីវិតថ្មីហ្នឹងតែម្ដងគឺខ្ញុំនឹងធ្វើបែបថតបែបសាច់រឿងតែម្ដងគ្នាយើងអញ្ចឹងយើងដែលចង់ចូលលេងគ្នាយើងដែលចង់មក join ជាមួយខ្ញុំអ្នកគ្នាយើងអាច join ជាមួយ server Flamc នឹងបាន server Flamc នេះខ្ញុំនឹងដាក់ IP និង port នៅក្រោម description ហើយអ្នកគ្នាអត់តន់យល់ពីសាច់រឿងមួយនេះអត់តន់យល់ពីដែលខ្ញុំនិយាយមួយនេះអ្នកគ្នាចង់ join ប៉ុន្តែអ្នកគ្នាអត់តន់យល់ពីខ្ញុំនិយាយមួយនេះទេអញ្ចឹងគ្នាយើងអាចទៅ join ក្រុម DC របស់ខ្ញុំបានខ្ញុំដាក់នៅក្រោម description ដូចគ្នាបាទអញ្ចឹងតើពេលដែលខ្ញុំ start ជីវិតថ្មីនេះទៅមានបញ្ហាអ្វីខ្លះអ្នកគ្នានឹងចាប់ផ្ដើមដឹងពេលដែលខ្ញុំផុសវីដេអូនៅផាតក្រោយគ្នាយើងអញ្ចឹងអ្នកគ្នាមើលវីដេអូដល់ចំណុចនេះហើយនាទីពេលនេះហើយអ្នកគ្នាបានចុះទៅចុច like subscribe ហើយនៅអញ្ចឹងខ្ញុំសូមអ្នកទាំងអស់គ្នាមែនតើខ្ញុំសូមឲ្យអ្នកគ្នាចុះទៅចុច like ម្នាក់មួយទៅវីដេអូនេះខ្ញុំសូមត្រឹមតែ50 like តែម្ដងគ្នាយើងអញ្ចឹងមួយទៀតអ្នកគ្នាមិនតបានចុច subscribe ទេអ្នកគ្នាកុំភ្លេចចុះទៅចុចម្នាក់មួយទៅគឺខ្ញុំសូមមែនតើសម្រាប់ subscribe មួយហ្នឹងភាគច្រើនតែអ្នកដែលមើលវីដេអូមួយខ្ញុំអត់បាន subscribe ទេអញ្ចឹងអ្នកគ្នាកុំភ្លេចចុច subscribe ខ្ញុំម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំដើម្បីធ្វើវីដេអូបន្តទៀតគ្នាយើងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាអត់យល់អីអ្នកគ្នាអាចចុះទៅចុចនៅ link DC ខាងក្រោមដែលខ្ញុំបានដាក់ហ្នឹងគ្នាយើងអាចចុះបានទៅចុចបានហើយគ្នាយើងដែលមានចម្ងល់អីសួរអាចអ្នកគ្នាអាចសួរក្នុងក្រុមហ្នឹងបានបាទខ្ញុំមានតែប៉ុណ្្នឹងទេពីខ្ញុំបាទសៀង MC អរគុណច្រើនគ្នាយើងបាយបាយ